សួស្តីអ្នកនរខ្ញុំណាល់ហើយនេះជាវីដេអូទី3ក្នុង C++ របស់យើងវីដេអូនេះខ្ញុំនឹងនិយាយពី variable នៅក្នុងគណិត variable ហ្នឹងភាសាខ្មែរយើងហៅថាអថេហើយយើងក៏ដឹងថាអថេហ្នឹងវាមិនថេនៅទេមែនទេហើយយើងសាកសម័យមើលបើថាយើងចង់ធ្វើ game យើងមិនតួអង្គក៏ character យើងនៅលើ map នៅលើ like panty អញ្ចឹងទៅហើយយើងមិនត្រូវការ like ដើរទៅមុខដើរទៅក្រោយនៅលើ map ហ្នឹងហើយយើងត្រូវការអ្វីមួយដែល like អាច store ក៏អាចទប់position ទីតាំងមួយទៅទីតាំងមួយឥឡូវខ្ញុំសូមលើកឧទាហរណ៍នេះ like រូបខ្ញុំដាក់ឲ្យមើលហ្នឹងយើងមិនឃើញ like character យើងបើថាយើងចង់ដើរទៅក្រោមយើងអាចទៅ position y ដក4អញ្ចឹងទៅមែនទេហើយបើថាយើងចង់ដើរទៅលើវិញយើង like បូក4វិញទៅមែនទេអាហ្នឹងយើងធ្លាប់រៀនគណិតយើងធ្លាប់ឃើញពួកហ្នឹង like x and y ហ្នឹងអូខេឥឡូវយើងមាន example មួយទៀតគឺធម្មតា game យើងមាន HP ក៏ damage អញ្ចឹងហើយបើថាយើងចង់ទៅ attack enemy ព្រោះយើងមាន damage ព័ត៌មានក៏តិននៃ HP ហ្នឹងវាផ្លាស់ប្ដូរវាប្រែប្រួលហើយ like តិននៃដែលផ្លាស់ប្ដូរក៏ប្រែប្រួលហ្នឹងយើងត្រូវការអ្វីមួយដែលអាចផ្ទុកវាបានអាច store វាបានអញ្ចឹងទៅយើងអាចប្រើ like អតេក៏ like variable ហ្នឹងពីព្រោះ like និយាយអញ្ចឹងអតេហ្នឹងវាមិនថេទេវាប្រែប្រួលចឹងអញ្ចឹងហើយមួយទៀត variable ហ្នឹងគ្រាន់តែជាឈ្មោះរបស់ព័ត៌មានហ្នឹងក៏តិននៃហ្នឹងទេក៏ data ហ្នឹងទេវា map ទៅ memory ដើម្បីយើង access វាបាននៅពេលក្រោយឧទាហរណ៍ like វាមាន variable មួយឈ្មោះHP variable មួយឈ្មោះ damage អីទៅបើថា variable damage ហ្នឹងមាន 10% damage ហើយ HP យើងមាន 100% HP បើថាយើង like មាន damage ទៅលើ HP ហ្នឹងយើងមិនដក 10% អញ្ចឹងយើងចង់ like មានអ្វីមួយសម្រាប់តាមដានមើលពួកតិន័យព័ត៌មានហ្នឹងសម្រាប់យើងស្រួល like modify វាក៏ read and write វាក៏ change វានិយាយទៅអាហ្នឹងគឺជា one of the fundamental programming the ability to like play with data ក៏ manipulate data អញ្ចឹង like យើងអាចទៅលេងជាមួយ data ហើយយើងយកវាទៅទុកណាមួយ like ដូចជា memory អញ្ចឹងទៅហើយនៅពេលក្រោយយើងអាច access វាបានណាឧទាហរណ៍ like យើង access វាយើងអាចយកវាមកដូរបាន change វា like modify វាបានហើយ like read and write វាបានអញ្ចឹងទៅមែនទេនិយាយទៅដូចខ្ញុំនិយាយអញ្ចឹង variable គ្រាន់តែជាឈ្មោះរបស់ data ហើយក៏តិន័យមួយនៅលើ memory សម្រាប់យើងស្រួលនឹង access វាក៏យកវាប្រើនៅពេលក្រោយពេលណាយើងបង្កើត variable មួយ variable ហ្នឹងនឹងអាចទៅនៅលើ stack memory ក៏នៅលើ heap memory អ្នកនរកុំបារម្ភខ្ញុំនឹងមានវីដេអូនិយាយពី memory ហ្នឹង like detail ពី like វីដេអូផ្សេង like ក្រោយទៀតចឹងឥឡូវហ្នឹងខ្ញុំចង់និយាយពី fundamental សិនប៉ុន្តែអ្នកនរចាំតែ like ពេលណាយើងបង្កើត variable មួយវានឹងនៅ memory ហើយនៅក្នុង memory ហ្នឹងវានឹង take out like space from memory ហ្នឹងវាយក space from memory មួយដើម្បីទុកតិន័យក៏ data នៅក្នុង memory ហ្នឹងដើម្បីយើង like ស្រួល access ក៏យកវាប្រើនៅពេលក្រោយអញ្ចឹងគេលើដឹងពី variable ខ្លះvariable គ្រាន់តែជាឈ្មោះរបស់ data ក៏តិន័យមួយហើយទី2 variable គ្រាន់តែជាឈ្មោះរបស់ data ប៉ុន្តែវា map ទៅ memory សម្រាប់ឲ្យយើងទុក access ក៏ប្រើនៅពេលក្រោយអញ្ចឹងហើយទី3ពេលណាយើងបង្កើត variable វានឹង like take out space មួយនៅក្នុង memory សម្រាប់ឲ្យយើងទុកតិន័យប្រើនៅពេលក្រោយប៉ុន្តែlike តិន័យនៅក្នុង variable ហ្នឹង like វាផ្ទុកបាន different type ក៏ like ប្រភេទផ្សេងៗទៅឧទាហរណ៍មានប្រភេទខ្លះសម្រាប់ចំនួនគត់ប្រភេទខ្លះសម្រាប់តិន័យចំនួនទស្សភាគប្រភេទខ្លះសម្រាប់តិន័យអក្សរក៏ string អញ្ចឹងទៅណាហើយពួក different data type នេះឯងជា like building block ក៏ជារឿងបង្កើត like data នៅក្នុង like program យើងដូចខ្ញុំនិយាយមុនអញ្ចឹង like មានប្រភេទខ្លះសម្រាប់តិន័យចំនួនគត់ប្រភេទខ្លះសម្រាប់តិន័យចំនួនទស្សភាគអញ្ចឹងទៅអូខេឥឡូវយើងដឹងថា variable ហ្នឹងវាមាន different data type ក៏មាន like ប្រភេទផ្សេងគ្នាអញ្ចឹងទៅ like ប្រភេទខ្លះវាសម្រាប់តិន័យចំនួនគត់ប្រភេទខ្លះសម្រាប់តិន័យចំនួនទស្សភាគប៉ុន្តែក្នុង C++ ហ្នឹងវាជាភាសាមួយខ្លាំងភាសាមួយដែល like powerful ហើយណាមួយវាមានច្បាប់តិចតួចដែរអញ្ចឹងទៅ like បើថាយើងចង់ប្រើតិន័យចំនួនគត់នៅក្នុង data type របស់អក្សរក៏យើងប្រើបានដែរនិយាយទៅខ្ញុំចង់និយាយថា like យើងមាន option ក៏ like ចម្រើសអាចប្រើ like ផ្សេងគ្នាបានមិនបាច់ចាំតែខ្វល់ពួក like data type ក៏ like variable ហ្នឹងវាទទួលតែចំនួនគត់ក៏តែចំនួន like ទស្សភាគអីទេយើងអាចប្រើឆ្លាស់គ្នាបានព្រោះភាសាហ្នឹងវាជាភាសាខ្លាំងមួយអញ្ចឹងទៅអ្វីដែលខុសគ្នាbetween data type ហ្នឹងគឺពេលយើងបង្កើតវាយក space ប្រមាណនៅលើ memory ឧទាហរណ៍ដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹង like ពេលយើងបង្កើត variable វាមិន like take space នៅក្នុង like memory មួយមែនទេហើយ space ក្នុង memory ហ្នឹងវាមិនຕົកចាប់ វាបង្កើត space មួយសម្រាប់ទុកតិន័យមួយសម្រាប់ទុកប្រើនៅពេលក្រោយហ្នឹងទៅមែនទេហើយlike data type ហ្នឹងឯងវាប្រាប់ថាអូ space ប៉ុណ្ណាវាត្រូវការ like យកពី memory ហ្នឹងឧទាហរណ៍មាន like data type ខ្លះវាយក like 4 byte data type ខ្លះវាយក1 byte អីចឹងទៅនិយាយទៅប្រភេទផ្សេងគ្នាក៏ different របស់ data type ហ្នឹងគ្រាន់តែ like ពេលយើងបង្កើតវា
ប្រើការ space មិននៅក្នុង memory ហ្នឹង like different way តែប៉ុណ្្នឹងទេឧទាហរណ៍ like data type ខ្លះវាមាន like ទំហំ 4 byte ចឹងទៅអាខ្លះមាន1 byte ចឹងទៅវាទំហំ like ខុសគ្នាពេលយើងបង្កើតវាព្រោះ like ពេលយើងបង្កើត variable វាមិន like យក space មួយនៅលើ like memory ហើយ space ហ្នឹងឯងវា like មើលតាម like ទំហំហ្នឹងវាយកតាមទំហំ like like different data type variable ហ្នឹងអូខេឥឡូវចូលមើល code យើងមើល so កន្លែង in main function ហ្នឹង in ហ្នឹងជា like variable type មួយហើយពាក្យពេញវាយើងហៅថា integer ហ្នឹងជា data type មួយសម្រាប់ទប់ទិន្នន័យដែលជាចំនួនគត់ហើយ like បើថាយើងចង់បង្កើតវាក៏ declare វាយើងអាចទៅសេ like in ចឹងទៅ in ហើយយើងឲ្យឈ្មោះវាអូខេខ្ញុំឲ្យឈ្មោះវា x ចឹងទៅហើយយើងឲ្យតម្លៃវាមួយខ្ញុំថាឲ្យវា8ចឹងទៅអូខេហើយយើង semicolon ជាសញ្ញាខណ្ឌចង់និយាយថាយើងចប់មួយ sentence ចប់មួយ line ហ្នឹងយើងដាក់ semicolon ហ្នឹងខ្ញុំចង់ឲ្យសម័យជាសញ្ញាខណ្ឌចឹងទៅយើងចប់មួយ statement ហ្នឹងណា so កន្លែងយើងឲ្យតម្លៃ x ទៅជា8ហ្នឹងយើងមិនបាច់ឲ្យតម្លៃវាក៏បានដែរប៉ុន្តែឧទាហរណ៍នេះខ្ញុំឲ្យតម្លៃវាសិនជាលេខ8ចឹងទៅរក x ហ្នឹងហើយបើថាយើងចង់អានវាយើងអានវាថា like 8ហ្នឹងបោះទៅក្នុង x ចឹងទៅមានន័យថា like x ហ្នឹងឥឡូវហ្នឹងវាមានតម្លៃ8ហើយមួយទៀតinteger size វាក៏ទំហំវាគឺ4 byte ហើយ4 byte ហ្នឹងយើងអាច store data ក៏ទិន្នន័យចំនួនគត់នៅក្នុង range វា like ចង់និយាយថា like ចន្លោះតម្លៃក្នុង4 byte ហ្នឹងអូខេឥឡូវសូមបញ្ជាក់កន្លែង range បន្តិចពីព្រោះ integer ក៏ like in ហ្នឹង like size វាយើងដឹងហើយថា like វា4 byte អញ្ចឹងទៅយើងមាន limit សម្រាប់ store what type of number នៅក្នុងបាន specifically like integer ហ្នឹងគេហៅថា like size integer like យើងអាចទុក value ក៏តម្លៃពី like ដក2 billion ទៅដល់ positive 2 billion វិញណាទៅបើយើងចង់ប្រើ size integer ហ្នឹងយើងអាចតែផ្ទុកបាន like value ក៏តម្លៃពី negative 2 billion ទៅដល់ positive 2 billion ហើយបើថាយើងចង់ប្រើតម្លៃណាក៏ value ណាក្រោមហ្នឹងទៅលើហ្នឹងយើងត្រូវការដូរ data type យើងព្រោះ like ដូចនិយាយចឹង in ហ្នឹងវាមានតែ4 byte ទេហើយ4 byte ហ្នឹងវាមាន limit វាសម្រាប់ store what type of number ក្នុងហ្នឹងបានអញ្ចឹងទៅបើយើងប្រើ size integer value វា like range វាគឺប៉ុណ្ណេះហើយបើថាយើងចង់ប្រើក្រោមហ្នឹង color ហ្នឹងយើងត្រូវការដូរ data type ហ្នឹងសម្រាប់តម្រូវការ like program យើងណាអូខេឥឡូវយើងសាកមក print variable មើលហើយជាធម្មតាបើថាយើងចង់ print អីមួយ print output អីចឹងយើងប្រើ cout ខ្ញុំនិយាយទូទៅនៅ with OTP អញ្ចឹងហើយបើថាយើងចង់ print like តម្លៃក៏ value នៅក្នុង variable ហ្នឹងយើងប្រើឈ្មោះរបស់ variable ហ្នឹងឧទាហរណ៍កន្លែងនេះអញ្ចឹងខ្ញុំប្រើឈ្មោះវាគឺ like ឈ្មោះវា x ហើយបើថាយើងចង់ like print វាយើងដាក់ឈ្មោះវាទៅអញ្ចឹងហើយដូរនេះដាក់ឈ្មោះវាអូខេហើយ save F5 សម្រាប់ run អូខេ F5 ទៅវាចេញតម្លៃយើងមើលតម្លៃនៅក្នុងvariable x ហ្នឹងអូខេឥឡូវយើងចង់reassign វាក៏ដូរវាទៅអីគេមួយទៀត like variable ហ្នឹងឧទាហរណ៍ like វាមាន x ចឹងទៅ x នេះដាក់ទៅលេខ10វិញហើយខ្ញុំចង់ print ម្ដងទៀតដូរវិញណាខ្ញុំបានលើក example ចេះ F5 បងទៅវាលេខ8លេខ10ហ្នឹងគេវាដូរអូខេឥឡូវអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមិនបាន in data type វាមានការកំណត់ក៏ like limit ហ្នឹងឧទាហរណ៍ like មានពី negative 2 billion ទៅ positive 2 billion អាការកំណត់នេះវាមកពីណាខ្ញុំនិយាយចឹងin data type ហ្នឹង size វាក៏ទំហំវាមិន 4 byte ហើយ like 4 byte បើយើង break it down 1 byte គឺ8 bit ហើយបើ 4 byte 4 byte ហ្នឹងយើងបាន like 32 bit អូខេឥឡូវ data type ហ្នឹងហៅថា like size integer វាខ្ចីមួយ bit ពី32 bit ហ្នឹងសម្រាប់យកទុកមក like ឲ្យយើងដឹងថាអាហ្នឹងជា positive ក៏ជា negative number អញ្ចឹងទៅហើយអញ្ចឹងទៅsize integer វាមានតែ like 31 bit ទេវាមានតែ31 bit ទេអូខេឥឡូវយើងដឹងsize integer វាមាន31 bit 31 bit ហើយយើងចង់រកតម្លៃពិតប្រាកដនៅក្នុងrange វាយើងអាចប្រើ Castro ក៏ calculator គិតបានហើយយើងបើlike ក្នុង binary វាមានតែ0 like 0 and 1ទេអញ្ចឹងទៅតម្លៃវាមានតែ2ទេហើយ like to the power of like 51ទៅអាហ្នឹង31 bit ហ្នឹង design integer ហ្នឹងចេញនេះគេហើយតម្លៃពិតប្រាកដរបស់វាហ្នឹង positive to negative គឺតម្លៃប៉ុណ្ណឹងអូខេឥឡូវ sign integer ហ្នឹងវាមាន negative number ហើយបើថាអ្នកនរគ្នា like ចង់ប្រើ like negative number អីទេអ្នកនរគ្នាអាចប្រើ sign integer អ្នកនរគ្នាអាច y and sign ហ្នឹងទៅ
ទៅវា like អានេះ unsigned integer unsigned integer វាន័យថា like យើងមាន32 bit ដែរវា like ឲ្យប្លែកឲ្យមក like 1 bit មកវិញណាអញ្ចឹងបើថាយើងto the power 32វានឹងគុណ2ណាអូខេឥឡូវមុននេះខ្ញុំបង្ហាញអ្នកនរគ្នាពី sign integer បើ sign integer វាផ្ទុក value ពី negative 2 billion to positive 2 billion ហើយបើយើងមាន keyword ថា unsigned integer ហ្នឹងវា like ប្រើវាអត់មាន like negative number ទេហើយវាឲ្យ32 bit មកវិញអញ្ចឹងទៅយើងប្រើ like value ធំជាង like sign integer អូខេឥឡូវបើអ្នកនរគ្នាចង់ប្រើ data type ផ្សេងទៀតយើងមានដូចជាឆាហ្នឹង1 byte short 2 byte like in ហ្នឹង4 byte ហើយlong ក៏4 byte ដែរហើយមាន long ហ្នឹង8 byte like វាមានច្រើនទៀតប៉ុន្តែអា5ហ្នឹងគឺ basic ទេទាំងអស់ហ្នឹងយើងអាចដាក់ unsigned បានទាំងអស់ដើម្បីឲ្យវាមាន like value ធំជាងមុនអញ្ចឹងណាអូខេતોយើងនិយាយពី data type ឆាហើយ data type ឆានេះយើងផ្ទុកតួអក្សរតែបើយើងចង់ប្រើ variable នេះយើងមិន like ដាក់ឈ្មោះវាសិនដាក់ឈ្មោះវាទៅហើយយើងដាក់អក្សរ a ហ្នឹងតែបើថាយើងចង់ train វាយើងប្រើ c out ទៅហើយប្រើ c out យើងប្រើឈ្មោះ variable f5 អញ្ចឹងplay enter ទាំង a ហ្នឹងខ្ញុំមិននិយាយថាឆា like data type ឆានេះវាផ្ទុកតួអក្សរតែឥឡូវយើងសាកដាក់លេខមួយដាក់លេខវាចេញអីវិញណាដាក់លេខ65ទៅ f5 ហ្នឹងទៀតចេញអីចេញ a ដែរណា a អញ្ចឹងទៅហើយមូលហេតុអ្វីមកវាចេញ a tôiចង់និយាយថា like នៅក្នុង programming យើងមាន like standard មួយដែរពីព្រោះ like ពេលណាយើង like ប្រើ data type ឧទាហរណ៍ដូចជាឆាអញ្ចឹងយើងនឹង expect ក៏គិតថាទិន្នន័យក្នុងហ្នឹងក៏ data ក្នុងហ្នឹងគឺជាអក្សរហើយlike ដូចតែ c out ហ្នឹងដែរ c out ហ្នឹងពេលណាវាឃើញឆាហ្នឹងវាគិតថារបស់ក្នុងហ្នឹងជាអក្សរហើយអញ្ចឹងទៅពេលយើងដាក់លេខ65វានឹងរក like អក្សរណាដែល link នឹង like លេខ65ហ្នឹងដូចឧទាហរណ៍នេះជា like អក្សរ a អញ្ចឹងទៅ letter a អញ្ចឹងទៅហើយបើថាយើងកន្លែងនេះវាថាយើងដូរទៅ short ហ្នឹង like data type store ទិន្នន័យចំនួនគត់ like 1 2 3អញ្ចឹងទៅឃើញទេហើយបើយើង print វាមិនចេញ65ដែរណាហើយបើយើងដូរពី65ហ្នឹងដូរទៅ a វិញវានឹងចេញ65វិញដែរណា65វិញនិយាយទៅចង់និយាយថានៅក្នុង C++ វាជាភាសាមួយខ្លាំងអញ្ចឹងទៅយើងអាចអញ្ចឹងទៅយើងមានជំរើសមួយថា like ប្រើ data type ហ្នឹងមិនចាំទៅfirst field ក៏បានដែរសំខាន់លើ program យើងចង់ធ្វើអីគេហើយយើងចង់ទៅលេងជាមួយ data ហ្នឹងមិនយើងចង់ manipulate data ហ្នឹងមិនអញ្ចឹងណាអញ្ចឹងទៅអ្វីដែលខុសគ្នា like between data type ហ្នឹងគឺ like ដូចនិយាយអញ្ចឹងគឺ size វាគឺទំហំវាពេលយើងបង្កើតវាហ្នឹងវាមានទំហំប្រមាណ like space ប្រមាណវាយកនៅលើ memory ហ្នឹងទុកប្រើអូខេso មុនហ្នឹងយើងបាននិយាយខ្លះពី like ទិន្នន័យចំនួនគត់ហើយនឹង like អក្សរខ្លះហើយឥឡូវយើងមកមើលទិន្នន័យចំនួនទស្សភាគម្ដងអូខេતોទិន្នន័យចំនួនទស្សភាគយើងអាចប្រើ data type like float ហើយនឹង double បាន float size វា4 byte ហើយ double size វា8 byte ហើយបើថា like យើងចង់ assign like number ក្នុងហ្នឹងយើងអាចឲ្យឈ្មោះវាទៅឧទាហរណ៍យើងឲ្យឈ្មោះ var 1ទៅហើយឲ្យ like 8.8 ទៅអូខេហើយចង់ print វាដូចតែនេះរដងណា F5 វា print ណា enter 8.8ណាឡើយអ្នកនរគ្នាប្រហែលគិតថា like យើង declare data type float ហើយ like របស់ហ្នឹងជា float ហ្នឹងមែនទេបើថាយើងដាក់ boolean ហ្នឹងគេនៅនេះយើងចេញ double វិញខ្ញុំនិយាយថារបស់ហ្នឹងជា double ទេដូចខ្ញុំនិយាយអញ្ចឹងនៅក្នុងទិន្នន័យចំនួនទស្សភាគយើងមាន data type មួយទៀតដែលហៅថា double ហ្នឹងហើយ double ហ្នឹងវាធំជាង float like វា8 byte ហើយបើថាយើងចង់ like define float យើងអាចដាក់ f នៅនេះបាន f ទៅវាចេញ float ដែរគេចេញ float ដែរកាលហ្នឹង f តូចក៏បាន f ធំក៏បានដូចតែគ្នាទេតែបើថាគាត់តែ size ពីរហ្នឹងផ្សេងគ្នាបើយើងអត់ដាក់ f ហ្នឹងទេរបស់ហ្នឹងជា double វិញណាខ្ញុំចង់បញ្ជាក់ឡើងហ្នឹងអូខេ so lastly យើងមាន data type មួយទៀតហៅថា boolean យើងប្រើ bool ចេះទៅហើយឧទាហរណ៍យើងដាក់ឈ្មោះវាអាប់អញ្ចឹងទៅថា true អញ្ចឹងទៅ true យើងអាហ្នឹង represent ឲ្យលេខ1ហើយបើថា false លេខ0អញ្ចឹងទៅហើយ size វា1 byte អាហ្នឹងយើង imagine វាអាចជា like កងតាក់ភ្លើងបិទបើអញ្ចឹង on and off អញ្ចឹងបើតែគេនិយាយថា like អាហ្នឹង store តែ like 1 byte ទេហើយមួយទៀតយើងប្រើវាស្រាប់តែ like true and false true បើយើងបើ true គឺលេខ1បើ false គឺលេខ0អូខេ so lastly យើងមាន data type មួយទៀតហៅថា boolean យើងអាចប្រើចេះបាន like bool អញ្ចឹងទៅឲ្យឈ្មោះវាហើយបើថា true ដកវាតំណាងឲ្យលេខ1
ក្នុង binary វាមានតែលេខ0ហើយលេខ1ទេអញ្ចឹងទៅបើថា true វាតំណាងលេខ1ថា false វាតំណាងលេខ0ហើយ10ផ្សាយវាក៏ទំហំវា1 byte អូខេ so មុនចប់វីដេអូខ្ញុំសូមបង្ហាញ operator នេះមួយ operator ហ្នឹងយើងអាចប្រើសម្រាប់មើល size របស់ data type យើងឧទាហរណ៍យើងដាក់ bool ជាងទៅហើយ print ជាងទៅវាចេញលេខ1កាព្រោះbool ហ្នឹងវាខ្ញុំនិយាយវា1 byte ហើយយើងដាក់អានេះដាក់ in ហ្នឹងទៅវាមិន4 byte ណាហើយ save ហើយ F5 enter ណា4 byte ណាយើងចង់ដឹង size វាយើងប្រើអីបានអូខេ so វីដេអូខ្ញុំមានប៉ុណ្្នឹងឯងបងប្អូនមើលដល់ចប់អរគុណអ្នកទាំងអស់គ្នាតែបើអ្នកទាំងអស់គ្នាមាន feedback អីជួយចែករំលែកខ្ញុំផងហើយនឹងបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំជួយ subscribe YouTube ខ្ញុំហើយនឹង like ជួយចែករំលែកគ្នាយើងហើយមួយទៀតខ្ញុំជាកូនសិស្សដែរទេហើយអញ្ចឹងទៅ like បើថាខ្ញុំនិយាយអីខុសឆ្គងក៏20ទោសដែរហើយយ៉ាអរគុណអ្នកទាំងអស់គ្នា